បនផ្កាប្រាក់សាមគ្គីវត្តសេរីអង្គកែវហៅវត្តកែវកំភ្លើងខ្ញុំព្រះករណាយើងខ្ញុំទាំងអស់គ្នាជាពុទ្ធបរិស័ទនៅក្នុងភូមិកែវកំភ្លើងនិងភូមិចំរុំព្រមទាំងសប្បុរសជនជិតឆ្ងាយរួមមានភ្នំពេញពុទ្ធបរិស័ទញាតិព្រះធរវត្តនិក្រូធវ័នកុលតតឹងផ្សារអូរឫស្សីក្រុងតាខ្មៅកំពតតាកែវស្រុកត្រាំកក់ស្រុកកោះអណ្ដែតស្រុកគិរីវង្សស្រុកអង្គរជ័យស្រុកបន្ទាយមាសផ្សារកោះអណ្ដែតផ្សារកំពង់ជ្រៃផ្សារទន្លាប់ផ្សារតានីផ្សារឈូកព្រមទាំងញាតិព្រះធរទាំងអស់បានមូលមតិគ្នាប្រារព្ធបុណ្យផ្កាប្រាក់សាមគ្គីដើម្បីប្រគេនចំពោះព្រះសង្ឃដែលគង់នៅក្នុងពុទ្ធសីមាវត្តសេរីអង្គកែវហៅវត្តកែវកំភ្លើងស្ថិតនៅភូមិកែវកំភ្លើងឃុំព្រៃខ្លាស្រុកកោះអណ្ដែតខេត្តតាកែវសម្រាប់រួមចំណែកការងារកសាងរួមមានកែលម្អសោភ័ណភាពទីវត្តអារាមដើម្បីទុកជាប្រយោជន៍ជាតិនិងសាសនាយូរអង្វែងតទៅអាស្រ័យដោយបានជម្រាបជូនខាងលើសូមគោរពនិមន្តព្រះតេជគុណអញ្ជើញទ្រង់ឯកឧត្តមលោកអុកញ៉ាលោកជំទាវលោកស្រីអ្នកនាងកញ្ញានិងពុទ្ធបរិស័ទគ្រប់ទិសទីមេត្តាចូលរួមនិងអនុមោទនាយកផល្លានិសង្ឃតាមសេចក្តីជ្រះថ្លារៀងព្រះអង្គនិងរៀងខ្លួនកម្មវិធីបុណ្យសូត្រមន្តថ្ងៃសៅរ៍12កើតខែផលគុណឆ្នាំម្សាញ់សប្បស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី28ខែកុម្ភៈឆ្នាំ2026វេលាម៉ោង8នាទីព្រឹកចាប់ផ្ដើមរបៀបវេរៈកម្មវិធីជួបជុំពុទ្ធបរិស័ទជិតឆ្ងាយវេលាម៉ោង10ព្រឹកប្រគេនភត្តាហារចំពោះព្រះសង្ឃនិងបដិសណ្ឋារកិច្ចចំពោះពុទ្ធបរិស័ទដោយភោជនីយអាហារវេលាម៉ោង3រសៀលធ្វើបទនមស្ការសមាទានសិលនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តនិងសម្ដែងព្រះធម៌ទេសនាដោយព្រះវិចិត្រផុតញ្ញាណសេនសំអល់ព្រះរាជាគណៈកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជានិងជាព្រះគ្រូចាស់អធិការវត្តពោធិវង្សហៅវត្តព្រៃធំថ្មីបន្ទាប់មកមានតន្ត្រីសម័យកំដរលុះព្រឹកឡើងថ្ងៃអាទិត្យ13កើតថ្ងៃទី1ខែមីនាឆ្នាំ2026វេលាម៉ោង7នាទីព្រឹកប្រគេនជាគូដល់ព្រះសង្ឃវេលាម៉ោង9នាទីព្រឹកនិមន្តព្រះសង្ឃសម្ដែងព្រះធម៌ទេសនាដោយព្រះភិក្ខុវជារសីឡោបុណ្យធនភរៈគង់នៅវត្តនិក្រូធវ័នកុលតតឹងវេលាម៉ោង10នាទីប្រគេនផាត់និងវេផ្កាប្រាក់ប្រគេនចំពោះព្រះសង្ឃជាកិច្ចបង្ហាយបុណ្យអ្នកផ្ដើមបុណ្យលោកតាអាចារ្យគណៈកម្មការពុទ្ធបរិស័ទភូមិកែវកំភ្លើងភូមិជំរុំចំណុះជើងវត្តសេរីអង្គកែវហៅកែវកំភ្លើងទាំងមូលព្រមទាំងសប្បុរសជនជិតឆ្ងាយសូមអនុមោទនាបុណ្យតាមសទ្ធាជ្រះថ្លារៀងព្រះអង្គនិងរៀងខ្លួនសូមប្រគេនពរនិងជូនពរនៅពុទ្ធពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈចូលកើតមានដល់ក្រុមគ្រួសារញាតិមិត្តពុទ្ធបរិស័ទកុំបីខ្លាចជាប្រការដទៃឡើយសូមតាក់ទងទូរស័ព្ទលេខ088 25 88 682 077 322 950សូមអរព្រះគុណនិងសូមអរគុណ